សត្វលោកហ្នឹងគឺជាការគិតអាស្រ័យវត្តដាក់ដែលហៅថាសត្វលោកហ្នឹងគឺគិតអាស្រ័យវត្តសង្សារនេះឯងព្រោះតែគំនិតគិតឥតលះហើយហ្នឹងគឺវត្តដាក់ហ្នឹងវិលជាជុំហោដើមមកចង់អត់ឃើញទេចាចឹងវត្តដាក់ហ្នឹងវាមិនមែនបន្ទាត់ត្រង់ពីដៅពីចំណុចនេះទៅដល់ចំណុចនោះទៅរំលត់បងនៅវត្តសង្សារនេះទេពីព្រោះវត្តដាក់គឺវិលជុំវិបាកកលេសកម្មវិបាកកម្មវិបាកកលេសហ្នឹងគឺមកបញ្ចប់វត្តដាក់ទុកហ្នឹងគឺមកឃើញថាគិតហ្នឹងវាអត់ពិតនឹងឯងតែយកអីទៅស្ទាបស្ទង់នៅការបានឃើញទៅបើរាល់ពាក្យពោលទាំងឡាយហ្នឹងគឺអ្នកដែលបានឃើញទាំងឡាយអរិយៈទាំងឡាយហ្នឹងគាត់ប្រើភាសាទៅកាន់អ្នកស្ដាប់ពីព្រោះអ្នកស្ដាប់គឺការគិតពីព្រោះនៅពេលដែលយើងអង្គុយស្ដាប់ឈរស្ដាប់គេងស្ដាប់ពាក្យពីខ្ញុំទៅហ្នឹងគឺប្រកាសណាស់ថាប្រើការគិតមកស្ដាប់ដោយសារថាចេះជាភាសាខ្មែរទៅក៏ខ្ញុំពោលខ្មែរទៅក៏ត្រង់បាននៅតនន័យហ្នឹងស្ដាប់បានយល់ហ្នឹងគឺនៅក្នុងការគិតទៀតហើយខ្ញុំសម្ដែងថាសត្វលោកហ្នឹងគឺជាការនឹកគិតអាស្រ័យវត្តដាក់ប៉ុន្តែការពោលគឺជាវជ័យវិញ្ញាតទៅកាន់អ្នកស្ដាប់ដែលជាការគិតដូចគ្នាអញ្ចឹងឥឡូវច្រកចេញតាមណាបើស្ដាប់ក៏គិតឃើញក៏គិតឮក៏គិតដូចថាមួយខណៈណាក៏នៅតែគិតបំផុតពីការគិតអញ្ចឹងអ្នកសំដែងដែលចង់សំដែងទៅកាន់អ្នកស្ដាប់ហ្នឹងគឺមិនមែនឲ្យអ្នកស្ដាប់ទាំងឡាយហ្នឹងយកការយល់ឃើញអំពីការពិតដែលទទួលបានទិន្នន័យពីអ្នកសំដែងហ្នឹងដើម្បីឲ្យខ្លួនឯងជាអ្នកគិតថាខ្លួនឯងបានស្ដាប់នៅការពិតហ្នឹងឃើញធម៌ទេចឹងរាល់អគ្គធម្មទូតទាំងអស់គេសំដែងនេះគឺគ្រាន់តែជាឧបាយឆ្លងស្ពានមានមេត្រីឲ្យស្ដាប់គ្នាបានពីលោកយៈទៅកាន់លោកកត្រៈអញ្ចឹងទៅធម្មតាតែយើងពោលជាភាសាហើយគឺយើងញ៉ាំងចិត្តឲ្យកម្រើកហើយបបោមាត់ដែលពោលស្ដីជាខេមរៈភាសានេះគឺប្រកបណាស់ត្រូវតែប្រើការគិតតែយើងត្រូវតែខ្ចីគេហៅថាមកគេហៅខ្ចីភាសានឹងប្រើសិនហើយចាតែមិនមែនអ្នកយល់រាល់ការយល់នឹងប៉ិតនោះទេគឺចង់ជំរុញឲ្យមកឃើញថាអ្នកយល់អ្នកស្ដាប់អ្នកផ្ទៀងអ្នកផ្គងអ្នកអីទាំងឡាយហ្នឹងគឺវាអត់ប៉ិតមកឃើញជាបទពិសោធន៍ជាសភាវៈថាវាប៉ិតជាអត់ប៉ិតដំបូងគឺតាមទ្រឹស្ដីសិនហើយប៉ុន្តែមកពិសោធន៍ខ្លួនឯងថាវាប៉ិតជាអត់ប៉ិតដោយការពោលនៅការពាក្យពេចនេះមែនតែដូចខ្ញុំបានជំរាបមុនហ្នឹងអញ្ចឹងគឺយើងដើម្បីឆ្លើយឆ្លងគ្នារស់នៅក្នុងសង្គមអាស្រ័យតាក់ទងគ្នារវាងគ្នានឹងគ្នាចាគឺយើងត្រូវតែប្រើប្រាស់នៅភាសាឯណានីមួយដែលយើងកាត់ក្នុងតំបន់នៅក្នុងការប្រកាន់នៅក្នុងលទ្ធិហ្នឹងហើយប៉ុន្តែមិនមែនឲ្យមមទាំនៅក្នុងការបំលែងពាក្យហ្នឹងបំបែកវិភាគទិន្នន័យទៅតាមការយល់ឃើញដែលជាភោទបោះចិត្តទេពីព្រោះមកឃើញថាមិនថាអ្នកសំដែងនេះក្តីអ្នកស្ដាប់នេះក្តីហ្នឹងគឺអត់ពិតនឹងឯងមកឃើញថាអ្នកមកពោនេះហ្នឹងគឺដោយការមានន័យថាដោយការបានឃើញដែលជាធាតុអមតៈហ្នឹងមកឃើញថាសភាវៈទាំងបញ្ចវិញ្ញាណទាំងមโนវិញ្ញាណដែលធ្វើកិច្ចដោយសន្មតជាកាយវិញ្ញាណក្តីជាបច្ចេកវិញ្ញាណក្តីហ្នឹងគឺឲ្យស្ដាប់គ្នាបានអញ្ចឹងក៏សូមអ្នកស្ដាប់ចាមានសតិថ្នាក់វិបស្សនាមានន័យថាថ្នាក់បានឃើញមិនមែនជាសតិថ្នាក់ការគិតយល់អាស្រ័យពាក្យពេចន៍ហើយបកប្រែហើយវិនិច្ឆ័យផ្សេងដោយតាមការយល់ឃើញរបស់ខ្លួនឯងផ្ទាល់ឬក៏ការថ្លែងការណ៍ពីខ្ញុំទេចា